ពុកម៉ែបងប្អូនឈឺក្រពះពោះវៀនរ៉ាំរ៉ៃឈប់ព្រួយបារម្ភទីទៅជាមួយឱសថបុរាណប្រទាលដំងយៈអ្នកឯកទេសព្យាបាលជំងឺប្រដាប់រំលាយអាហារទាំងមូលបានយ៉ាងមានប្រសិទ្ធភាពដោយដែលប្រិយមិត្តពុកម៉ែបងប្អូនជ្រាបហើយថាជំងឺក្រពះពោះវៀននេះកើតមានច្រើនមែនទែនហើយក៏ជាជំងឺមួយដែលពិបាកព្យាបាលផងដែរខណៈជំងឺមួយនេះកើតមានឡើងដោយសារកត្តាមួយចំនួនដូចជាគីមីរបបអាហារអត់ទៀងទាត់ពេលវេលានិងការទទួលទាននំចំណីភេសជ្ជៈបែបកែច្នៃនិងចំណីអាហារចម្អិនមិនដល់កម្រិតរួមទាំងគ្រឿងស្រវឹងផងដែរចំណុចខ្លាំងៗដែលយើងមិនអាចយកឈ្នះជំងឺក្រពះពោះវៀនបានមានដូចជាការរលាកលើសសត្វល្អិតអត់ប្រយោជន៍លើសជាតិអាស៊ីតការរីកយាស្ងួតទឹកលំអិលឡើងកម្ដៅជាដើមដែលធ្វើឲ្យលាមករឹងនៅពេលដែលក្រពះចុះខ្សោយពេលនោះពោះវៀនធំក៏ចាប់ផ្ដើមមានបញ្ហាក្នុងការបញ្ចេញចោលកាកសំណល់ជាតិពុលសូមបញ្ជាក់ថាពោះវៀនធំគឺជាជង្រុកផ្ទុកកាកសំណល់ដែលអត់បានការមុនពេលបញ្ចេញចោលដែលមានខ្យល់និងលាមកជាដើមអញ្ចឹងវាធ្វើឲ្យយើងចុកស៊ីណែននៅក្នុងរាងកាយទាំងជាតិពុលនិងកម្ដៅនិងក្លិននាំឲ្យច្រាលឡើងមកចុងដង្ហើមនិងបំពង់កដែលជាហេតុធ្វើឲ្យយើងមានសម្ពាធបេះដូងថប់អារម្មណ៍រលាកបំពង់កពិបាកដកដង្ហើមពិបាកទទួលទានអាហារគេងនិងមានផ្សិតអណ្ដាតជាដើមដូច្នេះប្រសិនបើពុកម៉ែបងប្អូនមានបញ្ហាដូចរៀបរាប់ខាងលើសូមពុកម៉ែបងប្អូនឈប់ព្រួយបារម្ភទៅជាមួយឱសថបុរាណប្រទាលដំងយៈអ្នកឯកទេសព្យាបាលជំងឺប្រដាប់រំលាយអាហារទាំងមូលបានយ៉ាងមានប្រសិទ្ធភាពដែលកើតចាប់ពីមាត់ធ្មេញរហូតដល់ចុងពោះវៀនធំ